ហើយប្រវត្តិសាស្ត្របានបង្រៀនហើយប៉ុន្តែយើងវាអត់បានទៅមើលប្រវត្តិសាស្ត្រមិនទៅប្រវត្តិសាស្ត្រសម័យអង្គរពួកនិយាយពីរឿងខ្មែរសម័យអង្គរមិនដែលចរចាដើម្បីរក្សាបូរណភាពទឹកដីទេខ្មែរសម័យអង្គរអត់មានទេទៅមើលសភៅប្រវត្តិសាស្ត្រទៅខ្មែរសម័យអង្គរគឺប្រើសង្គ្រាមដើម្បីការពារបូរណភាពទឹកដីនិងពង្រីកទឹកដីប៉ុន្តែឥឡូវយើងមិនបាច់ពង្រីកទៅណាទេការពារតែបានប៉ុន្តែបែរទៅជាទៅសុំអោនក្បាលទៅសុំសន្តិភាពយកបូរណភាពទឹកដីទៅដូរជាមួយនឹងទៅដូរទៅជាស្នូលនឹងការទូតរបស់ខ្លួនដើម្បីឲ្យអន្តរជាតិអាណិតទៅវិញបើលោកហ៊ុនម៉ាណែតមើលប្រវត្តិសាស្ត្រតែបន្តិចណាបាច់មើលទៅឆ្ងាយទេអានយោបាយយកដីទៅដូរយកដីទៅធ្វើជាឧបករណ៍នយោបាយគឺមានតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះសម្ដេចព្រះនរោត្តមសីហនុមិនឃើញជេរយួនកប់មាត់ចោតយួនធ្វើតែកពើទេស្អីចាញ់បោកយួនអារឿងយកដីឲ្យគេខ្ចីឲ្យយួននឹងប្រើពីសួរបងប្អូនវីដេអូនេះខ្ញុំសូមធ្វើការឆ្លើយតបទៅលោកសេងសេរីវិញខ្ញុំឃើញមួយរយៈនេះលោកដូចជាឆ្លុះបង្វេងនឹងរឿងប្រវត្តិសាស្ត្រមែនទែនលោកសេងសេរីព្រោះការនិយាយរបស់លោកមកភាគច្រើនគឺប្រវត្តិសាស្ត្រណាក៏ប៉ុន្តែអ្វីដែលសំខាន់ប្រវត្តិសាស្ត្រដែលលោកនិយាយនឹងវាមិនដូចអ្វីដែលលោកនិយាយណាឥឡូវលើកឧទាហរណ៍តាក់ទងជាមួយប្រវត្តិសាស្ត្រខ្មែរអង្គរបើលោកនិយាយថាប្រវត្តិសាស្ត្រខ្មែរអង្គរធ្វើសង្គ្រាមដើម្បីបរិទឹកដីហ្នឹងពិតណាស់ពិតជាត្រឹមត្រូវណាស់ពងការដែលចំនួនសម័យអង្គរហ្នឹងគឺมันមានក្រុមពួកប្រឆាំងដូចក្រុមពួកអស់លោកណាក្រុមពួកដែលជេរខ្មែរគ្នាឯងនៅពីក្រោយដែលមិនបានជួយជោគជួយចែវបែរជាយកជើងរាទឹកសម័យនោះគឺគ្មានទេបើគ្មានក៏គេសម្លាប់ចោលអស់ដែរពួកអស់មនុស្សអស់ដូចអស់លោកអញ្ចឹងអានេះខ្ញុំសូមបញ្ជាក់អញ្ចឹងហើយស្ដេចនៃសម័យអង្គរនោះគឺគេអត់មានគិតអីច្រើននេះគិតថាធ្វើសង្គ្រាមដើម្បីយកឈ្នះការពារមរណភាពទឹកដីក៏ដូចជាបរិទឹកដីអាហ្នឹងមួយអញ្ចឹងទៅហើយមួយទៀតពាក់ព័ន្ធជាមួយនឹងរឿងខ្មែរសង្គមរាស្ត្រនិយមដែលលោកសេងសេរីនិយាយថាសម្ដេចសីហនុឲ្យដីទៅយួនខ្ចីហើយសម្ដេចសីហនុជេរយួនជាកពើស្អីអញ្ចឹងទៅតាមពិតណាត្រូវណាសម្ដេចសីហនុជេរយួនកពើវាត្រូវហើយព្រោះដោយសារអីការចំនួននោះសម្ដេចសីហនុមិនបានឲ្យដីទៅយួនណាខ្ចីទេសូមបញ្ជាក់មើលប្រវត្តិសាស្ត្រឡើងវិញលោកសេងសេរីហត្ថលេខាក៏សម្ដេចសីហនុគ្មានបានចុះហត្ថលេខាឲ្យដីទៅយួនខ្ចីដែរពាក់ព័ន្ធជាមួយយួនខាងត្បូងយួនខាងជើងនឹងដែលដីបានទៅលើបើនិយាយចំយើងនិយាយថាកម្ពុជាក្រោមចុះបើដីពាក់ព័ន្ធជាមួយនឹងបាត់បង់ទៅលើកម្ពុជាក្រោមដោយសារការនោះណាយើងដឹងហើយខ្មែរសង្គមរាស្ត្រនិយមគឺបារាំងជាអ្នកគ្រប់គ្រងយើងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំងអញ្ចឹងយើងដឹងហើយប្រវត្តិសាស្ត្រខ្ញុំនិយាយពីប្រវត្តិសាស្ត្រដែលខ្ញុំបានមើលលោកសេងសេរីស្ដាប់ខ្ញុំច្បាស់តាក់ទងជាមួយនឹងយួនខាងជើងយួនខាងត្បូងបើយើងនិយាយចំខ្មែរកម្ពុជាក្រោមនឹងគឺបារាំងជាអ្នកកាត់ឲ្យទៅយួនអញ្ចឹងហើយបានជាសម្ដេចសីហនុគាត់សោកស្ដាយជាខ្លាំងពាក់ព័ន្ធជាមួយនឹងរឿងដែលដីប្រហែលខេត្តដែលបារាំងបានកាត់ទៅឲ្យយួនអានឹងទី2តាក់ទងជាមួយនឹងទី3ដែលលោកចោទមកលើសម្ដេចបវរធិបតីថាកាត់ដីឲ្យទៅសៀមនិងដោះដូរជាមួយសន្តិភាពលោកសេងសេរីត្រង់ចំណុចកន្លែងខ្ញុំចង់សួរថាតើសង្គ្រាមកម្ពុជាសៀមនឹងចប់ហើយឬនៅទី1ទី2ហេតុអីបានជាលោកចង់ឲ្យតែមានសង្គ្រាមចង់ឲ្យតែមានការបាញ់ចង់ឲ្យតែមានការវាយប្រហារគ្នាដោយប្រើប្រាស់អាវុធលោកឃើញទេខ្ញុំដឹងថាលោកមិនមែនជាអ្នកនៅក្នុងប្រទេសកម្ពុជាលោកមិនដឹងពីសុខទុក្ខបើសិនជាលោកដឹងលោកអត់និយាយចឹងទេអានេះខ្ញុំសូមបញ្ជាក់លោកសេងសេរីក្នុងប្រទេសកម្ពុជាលោកមើលសពថ្ងៃនេះអាមេរិកនិងអ៊ីរ៉ង់សួរថាអ្នកណាគេជាអ្នករងគ្រោះណាដោយសារតែថ្នាក់ដឹកនាំកម្ពុជាគាត់គិតច្បាស់លាស់គាត់មើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋណាប្រជាជនដែលសួរថានៅពេលដែលមានសង្គ្រាមអ្នកណាគេជាអ្នកពិបាកអ្នកណាគេជាអ្នករងទុក្ខវេទនាគឺប្រជាជនអញ្ចឹងហើយបានជាសម្ដេចទាំងពីរគាត់ព្យាយាមដោះស្រាយទៅតាមច្បាប់ការទូតគាត់អត់ចង់ឲ្យមានសង្គ្រាមណានៅពេលដែលមានសង្គ្រាមគឺប៉ះពាល់តែប្រជាជនស្លូតត្រង់តែប៉ុណ្ណោះប៉ុន្តែជាស្ដីលោកសេងសេរីគឺនិយាយឡើងគឺចង់ឲ្យតែបង្កសង្គ្រាមទេអញ្ចឹងបានជាខ្ញុំឌីលលោកសេងសេរីថាជាបណ្ឌិតល្ងើជាបណ្ឌិតល្ងងជាបណ្ឌិតដែលតាំងខ្លួនឯងជាបណ្ឌិតតែប៉ុណ្ណោះបើសិនជាលោកបណ្ឌិតពិតប្រាកដមែនគេគិតណាថាមុននឹងអញនិយាយអញ្ចឹងអញត្រូវគិតថាជាការញុះញង់ធ្វើឲ្យមានសង្គ្រាមប៉ះពាល់ទៅដល់បងប្អូនប្រជាពលរដ្ឋប៉ះពាល់ទៅដល់ណាប្រជាជនស្លូតត្រង់អានឹងបើសិនជាគេបណ្ឌិតពិតប្រាកដមែនប៉ុន្តែលោកសេងសេរីមិនមែនជាបណ្ឌិតពិតប្រាកដទេហើយបើតាក់ទងជាមួយនឹងប្រវត្តិសាស្ត្រលោកសេងសេរីខ្ញុំសូមប្រាប់ផ្ញើទៅលោកវិញថាលោកមើលប្រវត្តិសាស្ត្របានច្បាស់លាស់សិនអានឹងខ្ញុំសូមបញ្ជាក់អញ្ចឹងពាក់ព័ន្ធជាមួយនឹងរឿងសម្ដេចបវរធិបតីហ៊ុនម៉ាណែតដែលលោកនិយាយថាកាត់ទឹកដីឲ្យទៅសៀមដើម្បីដោះដូរសន្តិភាពចុះសពថ្ងៃសម្ដេចបវរធិបតីហ៊ុនម៉ាណែតជាយាមណាដោះស្រាយណាដើរគ្រប់បណ្ដាប្រទេសដើម្បីឲ្យអន្តរជាតិគេមើលឃើញអ្នកណាឈ្លានពានអ្នកណារំលោភលើអ្នកណាយើងព្យាយាមបង្ហាញឲ្យគេឃើញថាកម្ពុជារងគ្រោះដោយសារសៀមឈ្លានពានមកលើទឹកដីកម្ពុជាហើយឥឡូវនេះណាវាធ្វើការរំលោភនៃបទឈប់បាញ់គេហៅថាមិនអនុវត្តទៅតាមបទឈប់បាញ់ដែលយើងជាប្រទេសកម្ពុជាយើងគោរពណាស់នៅច្បាប់មួយហ្នឹងក៏ប៉ុន្តែសៀមអត់ទេគឺសៀមវាព្យាយាមណាញុះញង់បកចង់ឲ្យតែមានសង្គ្រាមព្រោះវាដឹងថានៅពេលដែលធ្វើសង្គ្រាមសួរថាអ្នកណាគេជាអ្នករងគ្រោះព្រោះសៀមវាអត់មានប្រជាជនណានៅតាមបន្ទាប់ព្រំដែនទេណាបន្ទាប់ព្រំដែនគឺសុទ្ធតែខ្មែរសុរិនទាំងអស់គឺសុទ្ធតែប្រជាជនខ្មែរទាំងអស់ណាហ្នឹងខ្ញុំសូមបញ្ជាក់អញ្ចឹងលោកសេងសេរីល្មមបានហើយបើអាចឈប់បានឈប់ត្រឹមហ្នឹងទៅគិតថាអាប្រវត្តិសាស្ត្រដែលលោកយកមកនិយាយនេះគឺសុទ្ធតែប្រវត្តិសាស្ត្របំភ្លៃការពិតដែលលោកនិយាយទាំងអស់ណាអាហ្នឹងខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតអញ្ចឹងវីដេអូនេះខ្ញុំសូមផ្ដាំផ្ញើសូមបងប្អូនជួយ share ទាំងអស់គ្នាទៅដល់លោកសេងសេរីដែលជាបណ្ឌិតក្លែងក្លាយដែលជាបណ្ឌិតនិយាយដោយមាត់ខ្លួនឯងហើយប្រវត្តិសាស្ត្រលោកបានបំភ្លៃប្រវត្តិសាស្ត្រទៀតឲ្យលោកសេងសេរីអានេះខ្ញុំសូមបញ្ជាក់អញ្ចឹងបងប្អូនជួយ share ទាំងអស់គ្នាបាទវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណច្រើន